រៀបសួរពងម៉ែបងហើយនេះជាសកម្មភាពរៀបចំតបោះតង់ក្នុងព្រៃបាទតបោះតង់លើកទី1ហើយក៏ជាលើកដំបូងដែរអត់ដែរសាក់លបងណាពងម៉ែបងឥឡូវរៀបចំចេញទៅឯងពងនៅតាមផ្លូវនេះបាទហើយទីតាំងនេះគេហៅទីតាំងបឹងភេនៅម្ដុំខេត្តកំពតណាហើយបាទទីតាំងស្រស់ស្អាតណាបងប្អូនអើយខ្ញុំលើកទី1ដែរមកដល់បាទសាកល្បងទេមកដល់ក៏ឃើញទីតាំងក៏រៀបចំបាទចាត់ចែងបោះតង់អាធំមុនសិនបាទព្រោះយើងដើរបោះតង់ក្នុងព្រៃឬក៏បោះតង់ខែភ្លៀងអញ្ចឹងបាទតើមានតង់មួយទៀតពីលើបាទបានយើងបោះកើតព្រោះជាបទពិសោធន៍ខ្ញុំធ្លាប់សាកល្បងបោះតង់យើងតង់គេងបាទធម្មតាបាទគេអត់កើតទេពុកម៉ែបងប្អូនតែភ្លៀងមកហ្នឹងគឺលិចបាទពិបាកគេងអញ្ចឹងលើកនេះអត់ទេលើកនេះខ្ញុំបាទធៀមតង់អាធំមួយបាទសម្រាប់ចងពីលើអាតង់យើងតូចតង់គេងហ្នឹងបាទយើងអាចគេងកើតបាទហើយបាទហើយតង់នេះតំណមតែចេះចងបាទទាញកើតទប់លេចទប់កើតបាទអត់ចេះចងបាទលើកទី1ហ្នឹងហើយបងប្អូនបាទឥឡូវបានសម្រាប់ចងហើយបាទហើយបន្ទាប់ពីចងហើយក៏យើងត្រៀមសម្ភារៈមួយចំនួនដែលយើងព្រោះសម្ភារៈមួយចំនួនដែលត្រូវប្រើប្រាស់បន្តព្រោះពេលខ្ញុំមកដល់ហ្នឹងគឺមកដល់ម៉ោងបាទ10កន្លះហើយអញ្ចឹងត្រូវរៀបចំបាទរកហូបឬក៏រៀបចំអាហារថ្ងៃត្រង់ណាបាទអញ្ចឹងក៏រៀបចំចាប់ដើមឆុងមីបាទនេះពុកម៉ែបងប្អូនអាថ្ងៃត្រង់អញ្ចឹងឆុងមីហើយក៏ត្រៀមស្ទូចបាទទៅរកត្រីបបកត្រីលេងណាគីឡូបានត្រីសម្រាប់អាហារពេលល្ងាចបាទប៉ុន្តែជាក់ស្ដែងបបកអត់បានទេពុកម៉ែបងប្អូនអើយបបកអត់ចេះបាទចេះថាបបកគប់គ្មានបានទេបាទអត់ដែលមានបទពិសោធន៍តែត្រីនឹងច្រើនណាពុកម៉ែបងប្អូនធំហ្មងបាទហើយនេះអាហារពេលល្ងាចអូឆ្ងាញ់ណាពុកម៉ែបងប្អូនអាហារពេលល្ងាចបាទបទពិសោធន៍យើងដើរព្រៃដាំបាយជាមួយនឹងអុសហឹមហើយវាបានមានបាយក្តាំងបាយអីហើយសាច់ដែលយើងធៀមយកមកពីផ្ទះហ្នឹងបាទអូរសជាតិឆ្ងាញ់ណាពុកម៉ែបងប្អូនអើយដាក់ទៅគឺជាតិខ្លាំងណាអញ្ចឹងអ្វីដែលខ្ញុំចង់ឲ្យពុកម៉ែបងប្អូនហ្នឹងគឺសាកល្បងបាទសាកល្បងដូចខ្ញុំអញ្ចឹងទៅបាទវារសជាតិប្លែកម្យ៉ាងបាទនៃគេហៅសាកថ្មជីវិតផងយើងណាបាទប៉ុន្តែខ្ញុំសាកថ្មជីវិតនេះបាទអត់ទៅទីតាំងណាដែលឆ្ងាយអីទេទៅទីតាំងណាយើងចិត្តស្គាល់ណាបាទនេះចាប់ដើមគេងហើយក៏គេងហើយងើបពីព្រឹកមកវិញអញ្ចឹងទៅបាទឃើញទេសភាពពីព្រឹកស្អាតណាស់ពុកម៉ែបងប្អូនអើយគឺស្អាតមែនតើបាទមានត្រជាក់បន្តិចហើយឥឡូវនេះរៀបចំបាទដាំទឹកបាទឆុងមីសម្រាប់ពេលព្រឹកបាទហាពេលព្រឹកបាទហើយក៏ឆ្លៀតបេះតកួនខ្លះបាទហើយទឹកបឹងគេនឹងថ្លាល្អពុកម៉ែបងប្អូនបាទយើងចង់ញ៉ាំឬចង់មុជអីក៏បានដែរដូចជាអត់អីទេបាទនេះមីឆុងហើយបាទមានលាយតកួនបាទដោយសារបាទបេះតកួនចិត្តបឹងហ្នឹងហើយក៏ដាក់កាហ្វេមួយកែវបាទគ្មានកែវកាហ្វេទេកែវមីហ្នឹងបាទប៉ុន្តែរសជាតិឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអើយហើយក៏រៀបចំចេញដំណើរទៅវិញបាទពួកខ្ញុំគេងតែមួយយប់ទេដោយសារសាកល្បងហើយមុននឹងចេញហ្នឹងគឺដើរប្រមូលសម្រាប់ប្រមូលឲ្យស្អាតបាទអត់ទុកទេហើយក៏អត់ដិតនឹងដែរបាទកុំឲ្យបំពុលបរិស្ថានសុខចិត្តប្រមូលខ្ចប់ដាក់ថង់បាទយកទៅផ្ទះវិញអាហ្នឹងសំខាន់ណាស់ពុកម៉ែបងប្អូនព្រោះខ្ញុំឃើញបងខ្លះគាត់ដិតសញ្ញាមនៅហ្នឹងវាកខ្វក់បរិស្ថានដែរបាទនេះបញ្ហានេះហ្នឹងអត់ល្អទេបាទអញ្ចឹងហើយក៏រៀបចំហើយដាក់អីវ៉ាន់លើម៉ូតូហើយចុងក្រោយបាទបាយបាទទីតាំងដ៏ស្រស់ស្អាតបាទថ្ងៃក្រោយអាចមកលេងទៀតបាទអញ្ចឹងសង្ឃឹមថាបងប្អូនមកលេងដូចខ្ញុំដែរបាទអរគុណច្រើន